សួស្តីបងប្អូនទាំងអស់គ្នាចឹងដើម្បីតម្រង់ទិសអ្នកទាំងអស់គ្នាឲ្យមានបទពិសោធន៍នៃការធ្វើ software អ្នកទាំងអស់គ្នាលោកគ្រូសូមរៀបចំពីគំរូ software មួយទូចល្មមដែលអាចផ្ដល់គំនិតឲ្យអ្នកទាំងអស់គ្នាយកទៅធ្វើជាមូលដ្ឋានគ្រឹះក្នុងការអឺបន្តធ្វើជា software ឲ្យកាន់តែល្អជាងនឹងទៀតសម្រាប់ឆ្នាំទី3ទី4បន្តទៀតអញ្ចឹងសម្រាប់យើងឆ្នាំទី2គ្រូគិតថាមាន software ដែលអាចប៉ុណ្ណឹងអាចផ្ដល់ជាមូលដ្ឋានគ្រឹះសម្រាប់អ្នកទាំងហើយអញ្ចឹង software ជាដំបូងនេះលោកគ្រូសូមបង្ហាញពី software ផ្នែកលក់មួយដ៏ទូចមួយសម្រាប់ឲ្យអ្នកទាំងគ្នាអនុវត្តនិងធ្វើតាមវីដេអូលោកគ្រូទៅអ្នកទាំងគ្នានឹងយល់ទាំងអស់ហើយលំហាត់នេះដូចជាមានការលក់ក្រុមលក់ក្នុងនោះមានព័ត៌មានដូចជាព័ត៌មានបុគ្គលិកគឺសម្រាប់ទៅលើព័ត៌មានអ្នកលក់ព័ត៌មានទំនិញដែលយើងលក់អញ្ចឹងណាហើយព័ត៌មាន client ព័ត៌មាន sale ទៅអញ្ចឹងរាល់ការធ្វើនីមួយៗនេះលោកគ្រូមាន dashboard ដើម្បី notification ថាតើយើងមានវិក័យប័ត្រសមាន invoice គេ cancel ប្រមាណអឺពងប្រសេសប្រមាណstock ប្រមាណហើយយើងឆាតទាំងអស់នេះដែលយើងបានឃើញជាក់ស្ដែងលោកគ្រូសូមបង្ហាញពីគំរូមួយទូចមួយឧទាហរណ៍ថាលោកគ្រូចាប់ផ្ដើមលក់ទំនិញជាមួយជាក់ស្ដែងនេះមាន invoice complete 8ហើយ process 2 cancel 1ហើយ alert stock ហើយមានឆាតទាំងអស់នេះទៀតជាងសង្កេតឃើញមើលទៅយើងអាចធ្វើការតើយើងអាចធ្វើបានអត់ថ្ងៃក្រោយអញ្ចឹងក្នុងវីដេអូនេះលោកគ្រូចង់អ្នកឃើញជាលទ្ធផលហើយយើងលោកគ្រូនឹងថតតាមលំដាប់លំដោយនៃការអនុវត្តនៅលទ្ធផលដូចដែលយើងបានឃើញទាំងអស់នេះឲ្យបានគ្រប់ចំណុចចឹងយើងមួយទៅចុះយើងយកលក់យើងយក create យើងមានការងារច្រើនទៀតណាហើយយើងមាន new លក់ទំនិញធម្មតាយើងលក់យើងចេញវាបាត់ឲ្យភ្ញៀវយើងវា sell ហើយនេះ input ហើយយើងលក់ឲ្យគេលក់ថារពូ mouse លក់នេះទេអញ្ចឹងពេលនោះ stock អីយើងថយអស់ទាំងអស់យើងមានព័ត៌មាននឹងឲ្យយើងណាយើងចុចលើទៅវាដឹងថា in process ឡើងមួយហើយរបាយការណ៍លក់ទាំងអស់ឡើងប៉ុណ្ណឹងទៀតហើយអញ្ចឹងណាយើងចាក់ស្ដែងយើងទឹកប្រាក់នេះនេះជាអ្នកលក់តាមរយៈអតិថិជននេះរបាយការណ៍តូនទំនិញអញ្ចឹងមិនអីគេយើងលក់រកភូម៉ៅតម្លៃវាប៉ុន្មានគឺក្រាហ្វិកតាមនឹងនេះណាហើយពេលដែលយើងចាប់ផ្ដើមគេអូខេទៅលើវិក័យប័ត្រហ្នឹងគេអាចចុចលើ print វិក័យប័ត្រអញ្ចឹងគេអាចចុចលើអូឃើញមាន processing ហើយគេថាគេចាប់ផ្ដើមបោះពុម្ពវិក័យប័ត្របងអូនអាចចុចលើវិក័យប័ត្រមកវាធ្វើការ print លើវិក័យប័ត្រមួយណាក្នុងចំណោម3ហ្នឹងជឿថា print មួយនេះបងអូន print ទៅអញ្ចឹងពេលនោះបើយើង no អត់ទេយើងសង្កេតមើលឡើងវិញនេះមាន3យើងចុចមួយទៀតវាសល់ប៉ុន្មានយើងយកវិក័យប័ត្រនេះយើង print yes យើងអាចដាក់ឈ្មោះថាដាក់វិក័យប័ត្របើសិនតែអាច share ទេដោយសារយើងអត់មាន editor ជាប់ណាយើងថា invoice ទី1ចឹងឧទាហរណ៍ invoice ទី1ទី2ទៅយើងទេអញ្ចឹងពេលនោះយើងអាចឃើញថាdashboard ដែលយើងឃើញនេះវានឹងឃើញដល់ចំនួន2ថយចឹងសង្កេតឃើញថានេះជារបាយការណ៍យើងត្រូវចេះយើងធ្វើវាមិនហើយ cancel វាមិនអីវាមិនទាំងអស់ចឹងនេះជា interface មួយដែលជាមូលដ្ឋានគ្រឹះអ្នកទាំងអស់ត្រូវធ្វើតាមហើយយើងបាននឹងកើនអ្វីដែលយើងបានខំធ្វើយើងនេះហើយនៅក្នុងនេះយើងអាច search គេយើងអាច search តាមជាបុគ្គលិក search តាមឈ្មោះហ្នឹង search តាមលេខទូរស័ព្ទដែលយើងអាចធ្វើបានហើយយើងអាចធ្វើការ preview សំខាន់លទ្ធផលទាំងអស់នេះលោកគ្រូនឹងអនុវត្តគ្រប់ជំហានដើម្បីបង្កើតលទ្ធផលទាំងអស់នេះឲ្យអ្នកទាំងអស់នេះយល់ដូចជាមួយទៀត product ណា
មានទំហំដូចគ្នាទាំងអស់អញ្ចឹងយើងអាចយកតាម product ណាពេលហើយ search តាមរបាយការណ៍លក់មិញយើងអាចមើលរបាយការណ៍លក់បានប៉ុន្មានយើងយកចេះប្រតិបត្តិយើងអាចសតយើងអាចសតតាមអតិថិជនយើងអាចសតទាំងព្រឹកប្រាក់ហើយយើងអាចសតតាមលេខប្រតិបត្តិហើយយើងចង់ដឹងថាប្រតិបត្តិហ្នឹងមានទំនេរខ្លះអូនចុចមកមានចេះអូខេវិបត្តិទីនេះមានប្រមាណមុខវាពីមុខអានេះវាមុខវា3មុខហើយយើងចង់បោះពុម្ពបងអូនអាចបោះពុម្ពមកធ្វើបោះពុម្ពបានតាមមួយណាក៏បានដែរអូខេអញ្ចឹងនេះជាលទ្ធផលជាលទ្ធផលដែលអ្នកនរនេះរំពឹងទុកនឹងបង្កើតអញ្ចឹងវិធីដោះស្រាយយ៉ាងម៉េចយ៉ាងម៉ាគ្រូនឹងបង្ហាញតាមលំដាប់លំដោយពីជំហាននីមួយៗនៃការបង្កើតទាំងអស់ហ្នឹងទាំងមានទាំងបង្កើត table បង្កើត form និងបង្កើត report អញ្ចឹងអរគុណសូមអ្នកនរនេះសូមខំធ្វើតាមលំដាប់លំដោយដែលលោកគ្រូបានថតវីដេអូក្រោយៗទៀតចឹងអរគុណ